ក្រុមហ៊ុនផលិតបន្ទះជីប TSMC បានប្រកាសនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថារោងចក្រផលិតនៅក្នុងស្រុកថ្មីមួយរបស់ខ្លួននឹងបន្ថែមការងារបច្ចេកវិទ្យាចំនួន 7,000 ដល់សេដ្ឋកិច្ចកោះនោះហើយខ្លួននឹងបដិញ្ញាចិត្តបន្តពង្រឹងនៅតៃវ៉ាន់ការប្រកាសនេះគឺត្រូវបានធ្វើឡើងដោយលោក YP Chin អនុប្រធានប្រតិបត្តិនិង Chief Co-Chef របស់ TSMC បន្ទាប់ពីមានការព្រួយបារម្ភថាការវិនិយោគរបស់ក្រុមហ៊ុនយក្សនេះនៅសហរដ្ឋអាមេរិកនឹងកាត់បន្ថយវត្តមាននៅលើទឹកដីរបស់ខ្លួននេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោកឈិនបានធ្វើការអត្ថាធិប្បាយនៅក្នុងពិធីមួយនៅ IFAB នៅក្នុងទីក្រុងកៅស៊ុងភាគខាងត្បូងនៃកោះតៃវ៉ាន់តាមរយៈស្ថានីយទូរទស្សន៍តៃវ៉ាន់និងជាទីតាំងដដែលដែលលោកបានប្រកាសអំពីការបោះទុនវិនិយោគប្រមាណជា$100,000 លានអាមេរិកនៅសហរដ្ឋអាមេរិកក្រុមហ៊ុន TSMC បានសង្កត់ធ្ងន់ថាតៃវ៉ាន់នៅតែជាមជ្ឈមណ្ឌលកណ្ដាលសម្រាប់ប្រតិបត្តិការរបស់ខ្លួនដោយផ្នែកដ៏ច្រើននៃប្រតិកម្មរបស់ខ្លួនស្ថិតនៅលើកោះនេះរដ្ឋាភិបាលរបស់តៃវ៉ាន់ធ្លាប់បាននិយាយថា Taiwan Semiconductor Manufacturing Co គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះសេដ្ឋកិច្ចរបស់តៃវ៉ាន់ដែលជារឿយៗគេហៅថាជាភ្នំពិសិដ្ឋការពារប្រទេសលោកឈិនបានគូបញ្ជាក់ថារោងចក្រថ្មីដែលកំពុងតែស្ថិតនៅក្នុងដំណើរការចាប់ផ្ដើមខណៈដែល TSMC នឹងដំណើរការឆ្ពោះទៅការផលិតដ៏ធំនៃបន្ទះជីប2 នាណូម៉ែត្រនៅពាក់កណ្ដាលត្រីមាសទី2នៃឆ្នាំ2025នេះលោកបានបន្ថែមទៀតថាយើងនឹងបន្តស្វែងរកកន្លែងដើម្បីពង្រីកការវិនិយោគនៅតៃវ៉ាន់និងបន្តបំពេញតម្រូវការរបស់អតិថិជននៅទូទាំងពិភពលោកតែម្ដងគួរជម្រាបជូនផងដែរថានាយករដ្ឋមន្ត្រីតៃវ៉ាន់លោកជូជុនថៃក៏បានថ្លែងអំណរគុណដល់ TSMC ដែលបានរំលឹកឡើងវិញថាខ្លួននឹងរក្សាឫសគល់របស់ខ្លួននៅក្នុងតៃវ៉ាន់នេះទោះបីជាខ្លួនពង្រីកនៅជុំវិញសកលលោកក៏ដោយលោកជូជុនថៃបានលើកឡើងថាគ្រឹះដ៏សំខាន់បំផុតនឹងនៅតែមាននៅក្នុងតៃវ៉ាន់ TSMC នឹងក្លាយជាក្រុមជម្រើសជាតិរបស់យុវជន